ជំរាបសួរទៅកាន់បងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំម្ដងទៀតហើយនៅក្នុង Channel ប៉ាទីចំពោះរឿងរ៉ាវថ្ងៃនេះគឺខ្ញុំទទួលបានពីប្អូនប្រុសម្នាក់ដែលគាត់នឹងចង់ចែករំលែកអំពីរឿងរ៉ាវជីវិតពិតរបស់គាត់ហើយរឿងរ៉ាវជីវិតពិតរបស់គាត់នោះគឺប្រហែលជាបងប្អូនស្ដាប់ហើយអាចនឹងអ្នកខ្លះសើចចំអកគាត់ក៏អាចថាបានដែរក៏ប៉ុន្តែចំពោះរឿងរ៉ាវមួយនេះខ្ញុំមិនលើកទឹកចិត្តឲ្យបងប្អូនសើចចំអកឬក៏មើលងាយទៅលើគាត់នោះទេដោយសារតែរឿងរ៉ាវមួយនេះគឺតាក់ទងទៅនឹងរឿងរ៉ាវស្រឡាញ់ភេទដូចគ្នាហើយរឿងរ៉ាវដែលស្រឡាញ់ភេទដូចគ្នានេះវាមិនមែនជាកំហុសឬក៏វាមិនមែនជាបន្ទុកសម្រាប់សង្គមយើងនោះទេប៉ុន្តែហេតុអីក៏បងប្រុសបានយករឿងនេះមកចែករំលែកនិងធ្វើជាបទពិសោធន៍ដល់បងប្អូនអ្នកស្ដាប់ទៅវិញវាដោយសារតែអ្វីគ្រប់យ៉ាងគាត់ធ្វើតាមក្រុមគ្រួសារហើយក៏បំផ្លាញនៅអនាគតក្មេងស្រីម្នាក់ឲ្យរងទឹកភ្នែកនិងភាពឈឺចាប់ជាមួយគាត់ផងដែរចឹងបងប្អូនប្រកាសជាចង់ដឹងថាតើរឿងដែលបងប្រុសចែកម្លែកហ្នឹងតាក់ទងទៅនឹងការស្រឡាញ់ភេទដូចគ្នាហើយបំផ្លាញអនាគតក្មេងស្រីម្នាក់នោះទៅជាយ៉ាងណាទៅស្ដាប់រឿងរ៉ាវលម្អិតជាមួយនឹងខ្ញុំទាំងអស់គ្នាចំពោះរឿងរ៉ាវដែលបងប្រុសបានចែករំលែកបច្ចុប្បន្នគាត់រស់នៅខាងទួលបរោនេះឯងដែលគាត់សូមមិនបញ្ចេញឈ្មោះទេគ្រាន់តែបញ្ចេញទីតាំងដែលគាត់រស់នៅគាត់ថាបងធៀបពិតទៅខ្ញុំជាកូនអ្នកខេត្តកចេះទេពីដំបងដៃឡើយក៏ប៉ុន្តែក្រោយពេលដែលឪពុកម្ដាយខ្ញុំគាត់លក់ផ្ទះលក់អីអស់ទៅក៏ពួកគាត់សម្រេចចិត្តថាមករស់នៅភ្នំពេញហ្នឹងគឺរស់នៅមិនមែននៅម្ដុំទួលបរោនឹងទេគាត់រស់នៅចកាដូងហើយខ្ញុំមករស់នៅឯទួលបរោនេះដោយសារតែកន្លែងដែលខ្ញុំធ្វើការអញ្ចឹងខ្ញុំធ្វើការធ្វើអីហ្នឹងគឺខ្ញុំមិននៅនឹងឯងដំបងដែរឡើយខ្ញុំធ្វើជាជាងម៉ាស៊ីនត្រជាក់ខ្ញុំធ្វើជាមួយគេអញ្ចឹងទៅខ្ញុំចេះតិចតួចហើយក៏ខ្ញុំឈប់ពីតំណឹងទៅខ្ញុំក៏ទៅធ្វើការងារផ្សេងមួយទៀតពេលដែលខ្ញុំធ្វើការផ្សេងមួយទៀតខ្ញុំក៏ចាប់ផ្ដើមចេះមានស្នេហាហើយស្នេហាដំបូងរបស់ខ្ញុំមិនមែនជាមនុស្សប្រុសទេធៀបពិតទៅដំបងដែរឡើយខ្ញុំស្រឡាញ់មនុស្សស្រីខ្ញុំស្រឡាញ់ម្នាក់ស្រីនឹងខ្លាំងណាបងខ្ញុំស្រឡាញ់ថាស្ទើរតែអត់នាងមិនបានដោយសេចក្តីស្រឡាញ់ចំពោះនាងនឹងឯងគឺខ្ញុំបានទៅប្រាប់ឪពុកម្ដាយរបស់ខ្ញុំឲ្យចូលស្ដីដណ្ដឹងនាងតាមផ្លូវទៅតាមច្បាប់ក៏ប៉ុន្តែក្រុមគ្រួសាររបស់ខ្ញុំបែរជាគាត់បដិសេធគាត់អត់ពេញចិត្តសង្សារខ្ញុំនឹងទេគាត់និយាយថាចេះថាចោះចឹងទៅដោយសារតែសង្សារខ្ញុំគាត់រៀងស្ទៀវបន្តិចហើយគាត់មានចាក់សាក់គាត់ចាក់សាក់ដូចជាកន្លែងនេះហើយដើមដៃទៅនេះហើយកន្លែងពោះគាត់ចាក់សាក់រៀងច្រើនដែរប៉ុន្តែធៀបទៅនាងគឺជាមនុស្សម្នាក់ដែលល្អឯងអត្តចរិតខាងក្នុងនាងគឺល្អស្អាតបាតទេអត់មានបញ្ហាអីទាំងអស់ក៏ប៉ុន្តែក្រុមគ្រួសារអត់ពេញចិត្តគាត់មិនចូលស្ដីទៅដឹងតាមផ្លូវទៅតាមច្បាប់ឲ្យខ្ញុំក៏អត់ដឹងនិយាយជាមួយគាត់យ៉ាងម៉េចដែរហើយពួកខ្ញុំប្រឹងតស៊ូព្យាយាមជំនះជាមួយនឹងគ្នាដែរពួកខ្ញុំរស់នៅជាមួយនឹងគ្នាដូចជាប្តីដូចជាប្រពន្ធអញ្ចឹងឯងក្រោយពេលដែលគ្រួសាររបស់ខ្ញុំមិនឲ្យខ្ញុំឬក៏មិនទៅចូលសួរស្ដីទៅដឹងមនុស្សស្រីម្នាក់ដែលខ្ញុំស្រឡាញ់នឹងហើយគាត់ចាប់ផ្ដើមធ្វើទុកបុកម្នេញខ្ញុំឲ្យខ្ញុំចាក់ចេញពីកន្លែងដែលខ្ញុំរស់នៅហ្នឹងឲ្យខ្ញុំទៅកន្លែងផ្សេងគាត់ជារួមទៅគាត់ប្រឹងព្យាយាមបំបែកធ្វើម៉េចមិនឲ្យខ្ញុំបានជួបជាមួយនឹងគូសង្សាររបស់ខ្ញុំគាត់ព្យាយាមបំបែកយ៉ាងម៉េចក៏ដោយក៏ខ្ញុំអត់ព្រមបែកគ្នាដែរក៏ប៉ុន្តែខ្ញុំតស៊ូខ្ញុំនិយាយបានខ្ញុំតស៊ូប៉ុន្តែខាងស្រីគ្នាពិបាកនឹងការតស៊ូនាងក៏ព្រមបែកបាក់គ្នាជាមួយនឹងខ្ញុំទៅក្រោយពេលដែលខ្ញុំបានបែកបាក់គ្នាជាមួយនឹងមនុស្សស្រីដែលខ្ញុំស្រឡាញ់ក្រុមគ្រួសារខ្ញុំសប្បាយចិត្តទៅវិញតែខ្ញុំទុកសោកបោកខ្លួនខ្ញុំឈឺចាប់បងបោកបែកមនុស្សជាទីស្រឡាញ់ណាមិនធម្មតាទេនៅសុកបែកមនុស្សជាទីស្រឡាញ់សួរថាឈឺប៉ុណ្ណាឈឺខ្លាំងយកតែមែនតើប៉ុន្តែយើងធ្វើមិនបើក្រុមគ្រួសាររបស់យើងមិនពេញចិត្តនាងហើយមិនព្រមចូលស្ដីទៅដឹងនាងមកឲ្យយើងមានតែព្រមយកផ្លូវបែកគ្នាជាមួយនឹងនាងតាមក្រុមគ្រួសាររបស់យើងចោះពេលដែលខ្ញុំបែកបាក់គ្នាហើយខ្ញុំក៏ចាប់ផ្ដើមមានចិត្តចង់ប្រតិបត្តិទៅលើស្រីផ្សេងក៏ប៉ុន្តែពេលដែលខ្ញុំមានចិត្តប្រតិបត្តិទៅលើស្រីផ្សេងបើសិនបើប្អូនឬក៏បងរបស់ខ្ញុំបានដឹងគាត់តែងតែប្រាប់ពុកម៉ែរបស់ខ្ញុំពីនេះពីនោះអញ្ចឹងចោះទៅធ្វើឲ្យពួកគាត់ចេះតែសួរដេញដោផ្អាប់ខ្ញុំពីមួយម៉ាត់ទៅមួយម៉ាត់ថាអូអាគ្មានលុយគ្មានអីផងទៅឆ្លាញ់ស្រីបើឆ្លាញ់ស្រីដដែល
ហើយមានលុយអីទៅការជាមួយនឹងគេខំប្រឹងរកលុយមិនខំទេគិតតែញ៉ាយស្រីស្រឡាញ់ចេញចូលឲ្យផ្អាប់ខ្ញុំរហូតពេលខ្លះពេលដែលខ្ញុំមានស្នេហាខ្ញុំអត់ចង់ប្រាប់នរណាឲ្យបានដឹងទេខ្ញុំតែងតែលាក់លៀមរហូតដល់ខ្ញុំតាក់ទងស្រី1 2 3នាក់អញ្ចឹងទៅពួកគាត់ចេះតែផ្អែបបោកខ្ញុំយូរខ្ញុំទៅមានចិត្តលែងចង់ប៉ែតតៃឬក៏ប្រតិបត្តិទៅលើមនុស្សស្រីទៅវិញអាហ្នឹងដោយសារតែការផ្អាប់លេងវាคล้ายទៅជាមែនតែនរបស់ក្រុមគ្រួសាររបស់គាត់ខ្ញុំបែរទៅជាមានចិត្តស្រឡាញ់មនុស្សប្រុសហើយខ្ញុំស្រឡាញ់មនុស្សប្រុសហ៎បងខ្ញុំស្រឡាញ់មែនទេណាខ្ញុំស្រឡាញ់យកពួកគាត់មកដេកនៅជាមួយតែការដែលខ្ញុំដេកនៅជាមួយគឺខ្ញុំការពារខ្ញុំប្រើស្រោមប្រើអីខ្ញុំនៅបន្ទប់ជាមួយគ្នាខ្ញុំបដូរសង្សាររហូតពីប្រុសមួយទៅប្រុសមួយពីប្រុសមួយទៅប្រុសមួយព្រោះខ្ញុំគិតថាពួកខ្ញុំជាមនុស្សប្រុសបើខ្ញុំដេកនៅជាមួយគ្នាក៏វាគ្មានកូនគ្មានអីដែរក៏ប៉ុន្តែគាត់តែយើងចេះការពារទៅវាគ្មានបញ្ហាដល់យើងទេអញ្ចឹងរឿងរ៉ាវអស់ទាំងហ្នឹងវាកើតឡើងចំពោះខ្ញុំវាចូលទៅ3 4ឆ្នាំទៅហើយតែក្រុមគ្រួសារខ្ញុំអត់បានដឹងថាខ្ញុំស្រឡាញ់មនុស្សប្រុសទេគាត់អត់ដែលដឹងទាំងអស់អំពីអ្វីដែលខ្ញុំកំពុងតែប្រព្រឹត្តធ្វើប៉ុន្តែពេលវេលាមួយគេថាដំរីស្លាប់យកចង្អេរបាំងមិនចិត្តកដាស់ក៏មិនអាចខ្ចប់ភ្លើងជាប់ដែរចុងក្រោយក្រុមគ្រួសាររបស់ខ្ញុំបានដឹងថាខ្ញុំមានអត្តចរិតស្រឡាញ់ភេទដូចគ្នាគឺខ្ញុំស្រឡាញ់មនុស្សប្រុសនឹងឯងអញ្ចឹងឪពុករបស់ខ្ញុំខឹងខ្ញុំគាត់ខឹងខ្ញុំគាត់មុំមកក្តៅក្រហាយពេលខ្លះគាត់ស្ទើរតែកាប់ខ្ញុំស៊ីទាំងរស់គាត់ថាពូជគាត់គ្មានកូនប្រុសណាស្រឡាញ់មនុស្សប្រុសទេហើយមិនក៏ឯងក៏ពូជថោកឈាមថោកទៅស្រឡាញ់មនុស្សប្រុសអញ្ចឹងគាត់ស្ដីថាខ្ញុំចឹងឯងពេលហ្នឹងខ្ញុំពិបាកចិត្តណាស់បងពីព្រោះពេលដែលខ្ញុំស្រឡាញ់មនុស្សស្រីខ្ញុំចង់រៀបការជាមួយនឹងគេគាត់មិនចូលសួរមិនចូលស្ដីទៅដឹងឲ្យខ្ញុំទេគាត់ចង់ឲ្យខ្ញុំរកលុយរកអីដើម្បីចូលស្ដីទៅដឹងនាងប៉ុន្តែពេលដែលខ្ញុំអត់លុយចូលស្ដីទៅដឹងឲ្យខ្លួនឯងខ្ញុំស្រឡាញ់មនុស្សស្រីផ្សេងពួកគាត់បង្អាប់ខ្ញុំចេះបង្អាប់ខ្ញុំចុះធ្វើឲ្យខ្ញុំយូរញញើតនៅក្នុងការស្រឡាញ់មនុស្សស្រីអញ្ចឹងខ្ញុំប្រែចិត្តមកស្រឡាញ់មនុស្សប្រុសពួកគាត់ក៏នៅតែខឹងសម្បាស្អប់ពួកខ្ញុំដដែលអញ្ចឹងមានន័យថាខ្ញុំគឺអត់អាចត្រូវអ្វីមួយដែលក្រុមគ្រួសារពេញចិត្តនោះទេខ្ញុំមិនដឹងថាកម្មខ្ញុំពីជាតិមុនយ៉ាងម៉េចដែរបានក្រុមគ្រួសារអត់ពេញចិត្តស្រឡាញ់មនុស្សស្រីក៏គាត់មិនពេញចិត្តស្រឡាញ់មនុស្សប្រុសក៏គាត់មិនពេញចិត្តអញ្ចឹងពេលដែលគាត់ដឹងរឿងរ៉ាវអស់ទាំងហ្នឹងឪពុកខ្ញុំគាត់ខឹងសម្បាខ្លាំងមែនទែនស្ទើរតែកាត់កាលខ្ញុំចោលហើយខ្ញុំក៏មិនហ៊ាននិយាយអីវែងឆ្ងាយដែរខ្ញុំឲ្យគាត់ធ្វើតាមអារម្មណ៍ធ្វើតាមចិត្តធ្វើតាមបេះដូងគាត់ទៅចោះពីព្រោះខ្ញុំខ្ញុំស្រឡាញ់មនុស្សប្រុសឲ្យធ្វើម៉េចខ្ញុំដកចិត្តអត់បានតែធ្វើម៉េចតាមតារាចឹងតាអញ្ចឹងក៏គាត់លែងនិយាយលែងស្ដីរកខ្ញុំក៏គិតថាលែងមានរឿងអីដែរហាក់បីដូចជាបើកសិទ្ធឲ្យខ្ញុំតំណងជាមួយមនុស្សប្រុសឲ្យកាន់តែស្អិតល្មួតហើយខ្ញុំអត់ដឹងទេខ្ញុំចេះស្អិតល្មួតជាមួយមនុស្សប្រុសច្រើនមែនទែនរហូតដល់វេលាមួយឪពុកខ្ញុំហៅខ្ញុំមកនិយាយថាកូនឯងត្រូវទៅស្រុកកណ្ដាលវិញនៅខាងកចេះពុកចូលសួរស្ដីទៅនឹងកូនស្រីគេនៅខាងកចេះឲ្យពេលនោះខ្ញុំអត់ព្រមខ្ញុំក៏វិក្បាលថាខ្ញុំអត់ស្រឡាញ់មនុស្សស្រីទៀតទេខ្ញុំស្រឡាញ់មនុស្សប្រុសខ្ញុំចង់នៅជាមួយមនុស្សប្រុសបើពុកបខំឲ្យខ្ញុំរៀបការជាមួយនឹងមនុស្សស្រីហាក់បីដូចជារុញខ្ញុំឲ្យធ្លាក់ទៅក្នុងរណ្ដៅនរកអញ្ចឹងគាត់ខឹងខ្ញុំហ្មងគាត់ស្ទើរថាទាញខ្សែក្រវ៉ាត់មកវាយខ្ញុំផោងមកគាត់ថាអបភ្លឺឲ្យឯងស្រឡាញ់មនុស្សស្រីការមួយមនុស្សស្រីសិនបំផ្លាញអនាគតឯងហើយចង់ស្រឡាញ់ប្រុសដេកនៅមួយប្រុសឲ្យមានកូនមែនគាត់ថាឲ្យខ្ញុំអញ្ចឹងពេលហ្នឹងខ្ញុំក៏មិនហ៊ានប្រកែកជំទាស់ហើយដែរខ្ញុំគាត់ថាខ្ញុំស្រឡាញ់មនុស្សប្រុសខ្ញុំមិនត្រូវការមនុស្សស្រីទេហើយខ្ញុំក៏គ្មានលុយចូលស្អីទៅដឹងសួរគេដែរឪពុកខ្ញុំថាអត់អីទេទុកអញរៀបចំឲ្យតែឯងទៅការមួយគេខ្ញុំចេះប្រកែកច្រើនលើកច្រើនសារខ្ញុំប្រកែកច្រើនដងមែនទេក៏ប៉ុន្តែលទ្ធផលចុងក្រោយគឺគាត់នៅតែបង្ខំឲ្យខ្ញុំរៀបការជាមួយនឹងក្មេងស្រីម្នាក់នោះដដែលក្មេងស្រីម្នាក់នោះគឺមិនមែនសាច់ឆ្ងាយទេសាច់ចិត្តដែរទេហើយខ្ញុំក៏បានរៀបការជាមួយនឹងនាងតែពេលដែលខ្ញុំរៀបការជាមួយនឹងនាងបាយដឹងមិនអត់អ្នកកំដរគឺខ្ញុំយកពីម្ពិញទៅអ្នកកំដរហ្នឹងគឺសុទ្ធតែជាគូស្នេហ៍របស់ខ្ញុំទាំងអស់ទៅកំដរទៅការបដាសឡឹងមុខគូសង្សារបដាអារម្មណ៍មិននៅក្នុងខ្លួនទេបងមានអារម្មណ៍ថាខ្លួនឯងដូចធ្វើខុសមានអារម្មណ៍ថានៅសុកខ្លួនឯងដូចបាត់បង់អ្វីមួយពីក្នុងទ្រូងឲ្យយើងទៅការជាមួយមនុស្សស្រីគឺយើងពិបាកចិត្តមែនទេអញ្ចឹងខ្ញុំក៏បានរៀបការជាមួយនឹងនាងហើយចប់សពគ្រប់
ក្រុមគ្រួសារសាច់ញាតិស្អីហ្នឹងគឺគាត់វិលត្រឡប់មកវិញគឺខ្ញុំនៅខាងកាចេះហ្នឹងខ្ញុំនៅកាចេះរយៈពេលមួយអាទិត្យបានខ្ញុំឡើងមករស់នៅខាងទួបរោវិញបងរយៈពេលមួយសប្តាហ៍នេះគឺខ្ញុំមិនដែលដេកនៅជាមួយនឹងប្រពន្ធខ្ញុំដូចជាប្តីប្រពន្ធទូទៅទេបន្ទប់តែមួយដេកនៅជិតគ្នាមែនតែខ្ញុំអត់ធ្វើអីនាងនោះទេខ្ញុំអត់ធ្វើអីទាល់តែសោះមកដល់ទួលបរោខ្ញុំនៅបែបហ្នឹងទៀតរយៈពេល2 ខែនាងក៏ដែរមកដែរកឬក៏ស្ដីរថាសួរខ្ញុំហេតុអីក៏មិនដេកមិនរួមភេទអីជាមួយដែរណាដោយសារតែនាងជាក្មេងស្រីនាងអាចសួរអញ្ចឹងមែនទេក៏ប៉ុន្តែធ្វើម៉េចបើខ្ញុំអត់មានចិត្តស្រឡាញ់នាងផងណាក៏ប៉ុន្តែខ្ញុំមិនបានស្រឡាញ់នាងឬក៏មានចិត្តទៅលើនាងក៏ប៉ុន្តែខ្ញុំទទួលបានភាពកក់ក្ដៅពីនាងច្រើនដោយសារតែពីមុនខ្ញុំចេញមកខ្ញុំបោកខោអាវបោកគក់អីខ្លួនឯងហើយពេលខ្លះសង្សារប្រុសខ្ញុំមិននៅអញ្ចឹងខ្ញុំបោកគក់អីឲ្យគាត់វិញប៉ុន្តែពេលដែលខ្ញុំមានប្រពន្ធមាននាងជាប្រពន្ធរបស់ខ្ញុំមិនស្រឡាញ់នាងទេប៉ុន្តែនាងព្យាយាមដាំបាយដាំទឹកនំចំណីបោកខោអាវបោកគក់អីឲ្យខ្ញុំគ្រប់សពបែបយ៉ាងជារួមនាងបម្រើខ្ញុំគ្រប់សពបែបយ៉ាងរយៈពេល2 ខែខ្ញុំនៅមួយនាងគឺបែបហ្នឹងឯងហើយខ្ញុំអត់ស្រឡាញ់នាងទេប៉ុន្តែយូរខ្ញុំមានអារម្មណ៍ថានឹកនាងតែខ្ញុំមិនបាននិយាយប្រាប់នាងថាខ្ញុំជាមនុស្សប្រុសដែលស្រឡាញ់ភេទដូចគ្នានោះទេខ្ញុំអត់បានប្រាប់នាងទេដោយសារតែចិត្តអាណិតចិត្តគិតអំពីនាងខ្ញុំក៏ព្យាយាមបើកចិត្តប្រាប់រឿងរ៉ាវការពិតដល់នាងក៏ប៉ុន្តែខ្ញុំហាមាត់អត់ចេញដោយមានវេលាមួយខ្ញុំស្វឹងស្រាពេលហ្នឹងជាពេលកំហុសរបស់ខ្ញុំហើយជាវិបដិសារីរបស់ខ្ញុំហើយខ្ញុំនឹងយកបទពិសោធន៍នេះមកចែកដល់បងប្អូនឲ្យបានស្ដាប់នឹងឯងខ្ញុំផឹកស្រាស្វឹងខ្ញុំឆ្លោះគ្នាជាមួយនឹងគូសង្សាររបស់ខ្ញុំនៅប្រុសដូចគ្នាហ្នឹងពេលហ្នឹងខ្ញុំត្រឡប់មកផ្ទះវិញស្វឹងអួបអួខ្លាំងមែនតើប្រពន្ធរបស់ខ្ញុំគាត់ចេញមកមានទឹកក្តៅទឹកត្រជាក់ស្អំឲ្យខ្ញុំគ្រប់សពបែបយ៉ាងដោយសារតែភាពស្វឹងរបស់ខ្ញុំក៏បានចាប់នាងឲ្យរួមរស់នៅជាមួយនឹងខ្ញុំតើពេលដែលខ្ញុំនៅជាមួយនាងទាំងស្វឹងនោះគឺខ្ញុំអត់ដឹងទេបងខ្ញុំអត់ដឹងថាខ្ញុំបានធ្វើរឿងអីខ្លះទៅលើនាងទេក៏ប៉ុន្តែខ្ញុំបានជ្រុលជ្រោះបាត់ទៅហើយជាមួយនឹងនាងហើយនាងក៏មានកូនជាមួយនឹងខ្ញុំដែរខ្ញុំនៅជាមួយនាងបានតែម្ដងនឹងគត់បន្តមកទៀតគឺខ្ញុំអត់ដែលបានប៉ះពាល់ឲ្យនាងទៀតទេហើយនាងក៏មិនដែលនិយាយអីទាំងអស់រហូតដល់នាងបានរដូវនាងក៏បានប្រាប់ខ្ញុំថាខ្ញុំមានកូនហើយបងគ្រប់គ្នាមានកូនប្រកាសជាសប្បាយហើយមែនអត់ក៏ប៉ុន្តែខ្ញុំពេលដែលឮប្រពន្ធប្រាប់ថាខ្ញុំមានកូនខ្ញុំអត់សប្បាយចិត្តនោះទេពីព្រោះអីពីព្រោះដោយសារតែខ្ញុំស្រឡាញ់មនុស្សប្រុសខ្ញុំអត់ចង់បាននាងធ្វើជាប្រពន្ធរបស់ខ្ញុំហើយក៏មិនចង់បានកូនជាមួយនឹងនាងដែរសូម្បីតែរស់នៅរាល់ថ្ងៃខ្ញុំតឹងទ្រូងចង់បែកទ្រូងស្លាប់ទៅហើយក៏ថាដោយសារតែក្តីអាណិតទេដែលខ្ញុំទ្រាំរស់នៅជាមួយនឹងនាងត្បិតថានាងធ្វើល្អច្រើនចំពោះច្រើនប្រការយ៉ាងណាក៏ដោយបើឲ្យចិត្តស្រឡាញ់ទៅលើនាងអត់ទេហើយពេលដែលខ្ញុំដេកនៅជាមួយនាងដូចខ្ញុំនិយាយអញ្ចឹងដោយសារតែខ្ញុំស្រវឹងបើសិនជាខ្ញុំធម្មតាគឺខ្ញុំប្រហែលជាមិនបានទៅប៉ះពាល់រាងកាយរបស់នាងនោះទេអញ្ចឹងខ្ញុំក៏អត់សប្បាយចិត្តដែរខ្ញុំដេកកើតទុកខ្ញុំគិតរហូតណាបងខ្ញុំគិតស្ទើរតែបែកទ្រូងហើយពីមួយខែទៅមួយខែរហូតដល់កូននាងក្នុងពោះនឹង5 ខែបងគិតមើល5 ខែខ្ញុំគិតឡើងចង់ខ្លាចជាមនុស្សឈួតណាមនុស្សខ្ញុំស្រឡាញ់រូបរាងកាយពេលហ្នឹងខ្ញុំចាប់ផ្ដើមបាយក៏មិននឹកទឹកក៏មិនស្រែកផ្អត់បាយផ្អត់ទឹកខ្លួនឯងសក់ក៏មិនកាត់ពុកមាត់វិញទុកសមុំជាមនុស្សដែលស្រឡាញ់ប្រុសប៉ុន្តែទុកពុកមាត់មើលទៅអាក្រក់មែនតើសូម្បីតែប្រពន្ធខ្ញុំក៏គាត់សួរដែរថាមានរឿងអីមែនបានបដ ாய் ខ្លួនឲ្យធ្វើដល់ថ្នាក់ហ្នឹងមានរឿងអីដោះស្រាយនិយាយជាមួយប្រពន្ធទៅប្រពន្ធនឹងជួយរកដំណោះស្រាយរឿងអីក៏ដោយតូចធំក៏ដោយប្រពន្ធនឹងជួយគ្រប់សពបែបយ៉ាងទង្វើល្អរបស់នាងនឹងឯងដែលធ្វើឲ្យខ្ញុំពិបាកចិត្តកាន់តែខ្លាំងទៀតខ្ញុំគិតចង់ប្រាប់ថាខ្ញុំអត់បានស្រឡាញ់នាងទេហើយមានកូនគឺដោយសារតែខ្ញុំស្វឹងទេខ្ញុំចង់ប្រាប់អញ្ចឹងប៉ុន្តែពេលដែលនាងនិយាយពាក្យគ្រប់សពបែបយ៉ាងមកខ្ញុំមកធ្វើខ្ញុំកាន់តែគិតទៀតថាអូបើខ្ញុំបែកជាមួយនាងទៅតើនាងមានអារម្មណ៍បែបណាតើនាងគិតបែបណាចំពោះខ្ញុំអារឿងអស់ទាំងហ្នឹងហើយគឺធ្វើឲ្យខ្ញុំចេះតែតល់ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំតល់រហូតដល់នាងគ្រប់ខែឆ្លងទៅលេពេលដែលនាងគ្រប់ខែឆ្លងទៅលេខ្ញុំទៅពេទ្យទៅអីមើលនាងធម្មតាដូចជាប្រពន្ធប្តីប្រពន្ធអីទូទៅក៏ប៉ុន្តែសួរថាចិត្តខ្ញុំស្រឡាញ់នាងគឺអត់ទេពេលខ្លះខ្ញុំទៅជួបសង្សារខ្ញុំដេកនៅមួយគ្នាបែបហ្នឹងឯងរហូតដល់នាងមានកូន3 ខែឆ្លងទៅលេហើយ3 ខែពេលហ្នឹងកូននាងក៏ធំរឹងដៃរឹងជើងខ្ញុំឃើញ
មុខមាត់កូនគឺដូចខ្ញុំរៀងញញឹមតិចតិចដែរក៏ប៉ុន្តែសួរថាខ្ញុំស្រឡាញ់ឲ្យខ្ញុំពេញចិត្តគឺអត់ដដែលបងអើយលទ្ធផលចុងក្រោយកូននាងបាន3ខែខ្ញុំក៏ហ៊ានប្រាប់រឿងរ៉ាវការពិតទៅដល់នាងឲ្យបានដឹងខ្ញុំប្រាប់នាងថាការជាមួយគ្នានេះគឺដោយសារតែឪពុកម្ដាយបង្ខំទេហើយខ្ញុំក៏អត់មានចិត្តស្រឡាញ់មនុស្សស្រីនោះដែរទីពិតទៅខ្ញុំគឺជាមនុស្សប្រុសដែលស្រឡាញ់មនុស្សប្រុសដូចគ្នាទេបើឲ្យខ្ញុំមានចិត្តទៅស្រឡាញ់មនុស្សស្រីគឺខ្ញុំអត់មាននោះទេអញ្ចឹងខ្ញុំសុំទោសខ្លាំងមែនតើដែលខ្ញុំមិនអាចស្រឡាញ់យើងបានឲ្យខ្ញុំសុំទោសខ្ញុំប្រើពាក្យសុំទោសទៅគាត់ខ្ញុំសំពះគាត់ខ្ញុំលុតជង្គង់យំនៅមុខគាត់នៅក្នុងបន្ទប់ហ្នឹងគាត់អោបកូនសម្រក់ទឹកភ្នែកគាត់សម្លឹងមើលខ្ញុំបដាអោបកូនបដាយំបដាខ្ញុំគ្រាន់តែឃើញភាពឈឺចាប់របស់នាងប៉ុណ្ណឹងខ្ញុំក៏ឈឺដែរបងមិនតែខ្ញុំមិនចេះឈឺទេខ្ញុំអាណិតនាងខ្ញុំមានវិបដិសារីត្រង់ថាបើខ្ញុំមិនស្រឡាញ់នាងថៃបានពេលនោះខ្ញុំទៅហ៊ានដេកជាមួយនាងហើយបើខ្ញុំបកាខ្លួនទុករហូតដល់ខ្ញុំប្រាប់រឿងរ៉ាវការពិតថាខ្ញុំស្រឡាញ់មនុស្សប្រុសបែរជានាងក៏មិនជ្រុលខ្លួនដល់ថ្នាក់ហ្នឹងដែរមែនអត់អញ្ចឹងធ្វើម៉េចនាងអោបកូនយំឆ្អែតព្រឹកឡើងនាងក៏សុំខ្ញុំទៅខាងកាចេះវិញខ្ញុំក៏បានជូននាងទៅដល់បេនឡាននាងក៏ទៅកាចេះបាត់តែរយៈពេលប្រហែលជាមួយខែជាងខ្ញុំមិនដែលតាក់ទងនិយាយជាមួយនាងទាំងអស់គឺខ្ញុំដាច់តំណែងគ្នាខ្ញុំនៅជាប្តីប្រពន្ធតែប៉ុន្តែខ្ញុំផ្ដាច់តំណែងបែបហ្នឹងខ្ញុំគិតពិចារណាម្ដងហើយម្ដងទៀតបានខ្ញុំតេទៅនាងហើយខ្ញុំឲ្យនាងប្រាប់ពុកម៉ែរបស់នាងតាមស្រួលគឺខ្ញុំព្រមដាក់ពាក្យប្តឹងលែងលះនាងនៅភូមិឃុំហ្នឹងថាទីបំផុតពេលវេលាមកដល់ខ្ញុំឡើងទៅខាងកាចេះខ្ញុំក៏បានផ្តិតមេដៃលែងលះគ្នាជាមួយនឹងនាងដោយយកហេតុផលគឺខ្ញុំរស់នៅមិនចុះសម្រុងនឹងគ្នាហើយមនុស្សស្រីដែលខ្ញុំនៅជាមួយរហូតដល់នាងមានកូនហ្នឹងនាងជាមនុស្សដែលល្អបំផុតខ្ញុំនិយាយដូចស្មោះនាងល្អមែនតើបើសិនជាបុរសណាបាននាងគឺល្អខ្លាំងណាស់ក៏ប៉ុន្តែដោយសារតែខ្ញុំវាជាមនុស្សប្រុសដែលស្រឡាញ់ប្រុសខ្ញុំគ្មានសំណាងបាននាងអញ្ចឹងហើយគឺតាមដំណើរទៅចោះខ្ញុំក៏បានលែងលះគ្នាក្រុមហេតុផលមិនចុះសម្រុងនឹងគ្នារស់នៅគ្មានសុភមង្គលជាមួយនឹងគ្នាពេលដែលខ្ញុំបែកបាក់គ្នាហើយនាងក៏មិនដែលនិយាយអាក្រក់អីពីខ្ញុំថាខ្ញុំស្រឡាញ់ចេញចោះអីដែរហើយឪពុកម្ដាយខ្ញុំខឹងខ្ញុំមែនតើគាត់ខឹងខ្ញុំគាត់ដល់បច្ចុប្បន្នហ្នឹងអាចនិយាយមកថាគាត់កាត់កាលខ្ញុំចោលក៏បានដែរពីព្រោះសុខខ្ញុំយ៉ាងណាទុកខ្ញុំយ៉ាងណាក៏ពួកគាត់មិនដែលខ្វាយខ្វល់មិនដែលអើពើសួរនាំអីខ្ញុំទាំងអស់គឺមានតែប៉ុណ្្នឹងឯងហើយមកដល់បច្ចុប្បន្ននេះខ្ញុំបានបែកគ្នាជាមួយនឹងនាងរយៈពេល1ឆ្នាំ6ខែ7ខែដែលខ្ញុំបានបែកបាក់នាងថ្មីនឹងដែរទេតែខ្ញុំនៅតែនឹករលឹកដែរជួនកាលពេលខ្លះខ្ញុំនឹកស្នាដៃដែលនាងធ្វើម្ហូបបោកខោអាវបោកគក់បីបាច់ថែរក្សាខ្ញុំគ្រប់សពបែបយ៉ាងហ្នឹងក៏ពេលខ្លះខ្ញុំនឹកឃើញរឿងរ៉ាវអស់ទាំងហ្នឹងដែរតែវាគ្រាន់តែជាអនុស្សាវរីយ៍ដែលយើងមានជាមួយនឹងគ្នាហើយបើសិនបើមានជាតិក្រោយពិតក៏ចង់តបស្នងគ្រប់យ៉ាងដល់នាងវិញតែមិនដឹងថាបានដោយវិធីណានោះទេមានតែសុំទោសនាងនៅក្នុងវីដេអូនេះតែប៉ុណ្ណោះហើយរឿងមួយនេះគាត់ចែករំលែកបទពិសោធន៍ថងថាបើសិនជាយើងជាមនុស្សដែលស្រឡាញ់ភេទដូចគ្នាចូលកុំបដ ாய் ខ្លួនឲ្យទៅស្រឡាញ់ភេទផ្ទុយគ្នាហើយបំផ្លាញគេអីមិនថាយើងជាមនុស្សស្រីស្រឡាញ់ស្រីឬក៏មនុស្សប្រុសស្រឡាញ់ប្រុសនោះទេបើសិនជាយើងមានអារម្មណ៍មានចិត្តមានបេះដូងស្រឡាញ់ភេទដូចគ្នាទៅហើយគួរតែព្យាយាមបង្ហាញការពិតឲ្យគ្រប់គ្នាបានដឹងហើយធ្វើតាមបេះដូងខ្លួនឯងកុំដើរតាមបេះដូងអ្នកដទៃហើយបើដើរតាមបេះដូងអ្នកដទៃមិនជុំមិនងុំយើងយកបេះដូងមនុស្សម្នាក់ដែលស្មោះត្រង់បរិសុទ្ធស្រឡាញ់យើងពិតប្រាកដមកជន់ឈ្លីធ្វើបាបនាងទៀតនោះរឹតតែធ្វើឲ្យនាងកាន់តែឈឺចុកចាប់ពើតផ្សារឹតឡើងនឹងជាបទពិសោធន៍ដែលគាត់ចែករំលែកដល់ខ្ញុំក៏សង្ឃឹមថាបងប្អូនដែលបានស្ដាប់ឬក៏បងប្អូនដែលកំពុងតែជួបនៅក្នុងស្ថានភាពបែបហ្នឹងបងប្អូនចូលពិចារណាបើសិនជាបងប្អូនស្រឡាញ់មនុស្សប្រុសឬក៏បងប្អូនស្រីស្រឡាញ់មនុស្សស្រីដូចគ្នាចូលធ្វើតាមបេះដូងខ្លួនឯងតែពីព្រោះច្បាប់ឥឡូវគេដូចជាគ្មានហាមឃាត់យើងទេវាសិតតែជាសិទ្ធិសេរីភាពរបស់យើងកុំឲ្យតែស្នេហាមួយនោះវាប៉ះពាល់ដល់សង្គមក៏លុកកឆាផ្អើលពេញសង្គមទៅបានហើយប៉ុន្តែចំពោះបងប្អូនដែលស្រឡាញ់ភេទដូចគ្នាមិនអីទេខ្ញុំមើលថាដូចមិនអីដែរពេលខ្លះអ្នកខ្លះស្រឡាញ់ភេទដូចគ្នាមែនប៉ុន្តែសុភមង្គលគាត់មានស្ទើរច្រើនជាងអ្នកដែលស្រឡាញ់ភេទផ្ទុយគ្នាផង
ចេះបីបាច់ថែរក្សាយល់ចិត្តគ្នាទឹកក្តៅទឹកត្រជាក់គ្រប់សពបែបយ៉ាងពួកគាត់ល្អប្រសើរជាងយើងស្រឡាញ់ភេទផ្ទុយគ្នាផងពេលខ្លះអញ្ចឹងមានន័យថាការស្រឡាញ់ភេទដូចគ្នាឬក៏ការស្រឡាញ់ភេទផ្ទុយគ្នាវាមិនសំខាន់ទៅលើភេទទេមែនអត់វាសំខាន់ទៅលើសុភមង្គលដែលពួកគាត់បានសាងជាមួយនឹងគ្នាតួយ៉ាងដូចរឿងបងប្អូនប្រុសដែលចែកម្លែកអញ្ចឹងគឺគាត់ចង់ផ្ដល់មេរៀននេះដល់បងប្អូននិងបទពិសោធន៍នេះបងប្អូនបើមិនច្បាស់លាស់មិនស្រឡាញ់គេទេគួរតែប្រាប់គេតាមត្រង់ទៅហើយកុំឲ្យជ្រុលដូចគាត់រហូតដល់មានកូនបែបនេះវាអត់ល្អមើលនោះទេហើយវាជាវិបដិសារីមួយជីវិតដែលគាត់ទទួលបានអញ្ចឹងរឿងបងប្អូនប្រុសចែកម្លែកដល់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សង្ឃឹមថាបងប្អូនដែលបានស្ដាប់ហើយកុំសោយចំអកថ្មេះតេះដៀលគាត់អីខ្ញុំជឿថាការលើកទឹកចិត្តអំពីបងប្អូនគឺជាថ្នាំមួយដែលល្អបំផុតសម្រាប់មនុស្សទូទៅការលើកទឹកចិត្តវាល្អប្រសើរជាងការបង្អាប់មែនអត់ការលើកទឹកចិត្តវាប្រសើរជាងការដែលយើងចំអកឡកលើយទៅគេមែនអត់អញ្ចឹងការលើកទឹកចិត្តទោះបីតិចក្តីច្រើនក្តីវាសំខាន់ជាពាក្យលើកទឹកចិត្តមួយដែលយើងអាចធ្វើឲ្យមនុស្សម្នាក់ល្អប្រសើរនិងមានអារម្មណ៍ស្រស់ស្រាយទៅតាមពាក្យលើកសរសើររបស់យើងត្បិតថាពាក្យសរសើរខ្លះមិនមែនជាពាក្យដែលយើងអាចកែគាត់បានទេប៉ុន្តែវាក៏ជារឿងមួយដែលធ្វើឲ្យគាត់ល្អប្រសើរនៅក្នុងផ្លូវអារម្មណ៍គាត់ដែរអញ្ចឹងរឿងគាត់ផ្ដល់នឹងចែករំលែកដល់ខ្ញុំនៅបទពិសោធន៍ប៉ុណ្ណឹងឯងបើសិនជាបងប្អូនមិនច្បាស់លាស់មិនពិតប្រាកដជាមួយនរណាម្នាក់ហើយយើងមិនស្រឡាញ់គេទេសូមកុំធ្វើឲ្យមានវិបដិសារីទៅលើខ្លួនគេឯងខ្ញុំអរគុណបងប្អូនប្រុសម្ដងទៀតដែលបានផ្ដល់សាច់រឿងដល់ខ្ញុំហើយអរគុណដល់បងប្អូនដែលបានស្ដាប់សាច់រឿងនេះដល់ចប់ផងដែរជាចុងក្រោយខ្ញុំមិនមានពាក្យអីទេមានតែលើកម្រាមដៃ10ដល់បងប្អូនកុំប្រកាន់ទោសអូដំណើរដល់គាត់អីជាពិសេសកុំសោយចំអកអីបងប្អូនហើយយើងក៏ត្រូវមានកូនមានក្មួយស្នងតំណែងយើងតាមក្រោយទៀតដែរយើងមើលមិនដឹងទេពីអនាគតមនុស្សទូទៅពេលខ្លះកូនយើងកើតមកប្រុសយើងគិតថាវាប្រុសពេញលក្ខណៈប៉ុន្តែយើងកុំសោយចំអកកូនគេដែលគេកើតមកជាកូនដែលមានភេទប្រុសប៉ុន្តែចរិតគ្នាជាស្រីកុំអីគេលោវាកម្មពីវាឆ្លងវិលជុំមកយើងវិញអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូននឹងយោគយល់នៅរឿងរ៉ាវមួយនេះផងដែរកុំប្រកាន់ទុកអូដំណើរខឹងសម្បាស្អីធ្វើម៉េចទេបើមនុស្សកើតមកមានចិត្តមានអារម្មណ៍មានសន្តានមានបេះដូងខុសគ្នាខ្ញុំអរគុណបងប្អូនប្រុសម្ដងទៀតអរគុណបងប្អូនដែលស្ដាប់ដល់ចប់ផងដែរពីខ្ញុំ Admin T នៅក្នុង Channel បាតិខ្ញុំសូមបញ្ចប់រឿងរ៉ាវបងប្អូនទៅនឹងខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅរឿងរ៉ាវស្នេហានិងវិបត្តិគ្រួសារក្រោយទៀតនឹងមានរឿងជាច្រើនទាំងជីវិតទាំងស្នេហាទាំងភាពលំបាកជួចចត់ច្រើនសម្រាប់បងប្អូនអ្នកស្ដាប់ផងដែរខ្ញុំសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទអរគុណច្រើនជម្រាបលា